ចាបងប្អូនថ្ងៃនេះជាត្រាចេញទៀតថាខ្ញុំនៅផ្ទះលេងបានហើយខែក្តៅហើយនោះហើយម្យ៉ាងទៀតហ្នឹងគឺថាខាងស្រុកបារាំងនេះកម្មវិធីអត់ឲ្យដាច់ចឹងហ្មងខែក្តៅនិយាយពីថាសៅរ៍អាទិត្យហើយសុក្រល្ងាចថ្ងៃសុក្រតាមរេស្តូរ៉ង់គេធ្វើកម្មវិធីដូចជាហ្នឹងហើយស្តៀងជាមួយនឹងសាររាត្រីយើងចោះហើយដល់ពេលសៅរ៍អាទិត្យនេះគឺគេលក់របស់ចាស់សាមេឃសាអីហ្នឹងអូយសម្បូរបែបណាស់អញ្ចឹងបើសិនជាយើងនៅតែក្នុងផ្ទះក៏វាមិនកើតដែរអញ្ចឹងត្រាញ់មកក្រៅមើលគេមើលឯងចាហើយថ្ងៃនេះគឺគេលក់របស់ចាស់ដែរខុសពីថ្ងៃមុនគេលក់នៅក្នុងភូមិហើយគេនៅតាមផ្លូវអញ្ចឹងណាចាហើយនៅខាងភូមិនេះគឺមានទីធ្លាធំអញ្ចឹងគេមានកន្លែងដូចជាតារាងបាល់ទាត់អីចឹងទៅលក់នៅហ្នឹងវាទលាយហើយថ្ងៃហ្នឹងច្រើនមែនតើប៉ុន្តែច្រើនហ្នឹងគឺច្រើនរបស់របរអត់សូវត្រូវចិត្តទេថ្ងៃមុនឃើញរបស់ស្អាតថ្មីអីច្រើនដល់ពេលថ្ងៃនេះគឺភាគច្រើនគឺមនុស្សចាស់ហើយនឹងកូនក្មេងតែម្ដងអាធនកដាដូចយើងហ្នឹងគឺថាអត់សូវមានទេបងប្អូនហើយអញ្ចឹងបានតដើមមើលគេឲ្យទិញនំញ៉ាំទេថ្ងៃនោះអត់មានបានអីសោះហ្មងហើយក៏ទៅថតវីដេអូចែកជូនបងប្អូនទស្សនាទៅម្យ៉ាងគឺដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំចូលចិត្តតែរឿងថតវីដេអូហ្នឹងហ្មងគាត់ថាការ voice សលេងហ្នឹងវាមិនទាន់ជំនាញណាអញ្ចឹងបើសិនជាខ្វះខាតអីសូមកុំប្រកែប្រកាន់ពួកអីខ្ញុំនឹកឃើញអីគឺនិយាយហ្នឹងហ្មងតែបងប្អូនឆ្ងល់ពីការរស់នៅអីអាចសួរទៅសួរទៅចេះមានចម្លើយឲ្យបើអត់សួរទេខ្ញុំមិនដឹងនិយាយអីទេរាល់ថ្ងៃហ្នឹងនិយាយត្រង់ហ្មងចាបើមានអ្នកសួរទៅចេះតែខំឆ្លើយដល់ពេលអត់មានអ្នកសួរអត់នឹងនិយាយអីហើយចេះតែផ្ដាស់ចឹងទៅហើយគ្រាន់ថាចូលចិត្តថតវីដេអូឲ្យដើរមើលគេចាហើយរៀបរាប់តិចតួចចឹងទៅហើយបងប្អូនហើយនៅនេះគេជីវិតគេនិយាយទៅហ្នឹងហើយនិយាយអ្នកនៅស្រុកបារាំងនេះគេវាស្រួលមួយយ៉ាងរបស់គេណាចាគេស្រួលមួយយ៉ាងរបស់គេយើងស្រួលមួយយ៉ាងរបស់យើងចឹងទៅគាត់ថាយើងវាសេរីភាពពេញទីចង់ទៅណាក៏បានអីក៏បានហើយណាមួយវាចិត្តមិនសូវឆ្ងាយដូចគេណាគេវិញវាជិះឆ្ងាយចង់ទៅសមុទ្រអី2ម៉ោង3ម៉ោងចឹងទៅហើយសមុទ្រគេក៏ដូចសមុទ្រយើងហើយម្យ៉ាងទៀតយើងវាកើតមកនៅស្រុកខ្មែរស្ទាយយើងបែបអញ្ចឹងជីវិតរស់នៅបែបអញ្ចឹងដល់ទៅពេលឲ្យបដូរមកដូចគេហ្មងវាមិនអាចដូចទេហើយក៏វាមិនត្រូវចិត្តដែរដោយសារអីដោយសារថាតាំងពីកើតមកគឺយើងទៅលេងកំពង់សោមមានគ្រឿងសមុទ្រលក់ហើយតម្លៃធូរឆ្ងាញ់អញ្ចឹងទៅដល់ពេលគេនៅនេះវិញមានគ្រឿងសមុទ្រដែរតែរសជាតិគេបែបគេអញ្ចឹងទៅអញ្ចឹងញ៉ាំវាមិនសូវឆ្ងាញ់ដូចរបស់យើងហើយអញ្ចឹងយើងក៏មិនអាចដូចគេក៏មិនអាចដូចយើងអញ្ចឹងវាខុសគ្នាបងប្អូនហើយចាគាត់ថាយើងធ្វើអីឲ្យសบายស្រួលទាំងអស់គ្នាទៅកុំទៅ stress គាត់ថាយើងនៅប្រទេសគេក៏យើងសម្របខ្លួនតាមហ្នឹងទៅពួកអីជីវិតម្នាក់កើតមកវាមិនបានល្អឥតខ្ចោះទាំងអស់ទេនិយាយទៅវាមិនបានទេការរស់នៅគេស្រួលប៉ុន្តែវាអត់ត្រូវជាមួយយើងនឹងការញ៉ាំចាវាខុសគ្នាអញ្ចឹងទៅដល់ពេលគេទៅយើងក៏វាម្យ៉ាងម្នាក់ជាមួយយើងអញ្ចឹងទៅចាអញ្ចឹងកុំប្រៀបធៀបពួកអីគេទៅដល់ឋានប្រច័ណ្ឌណាយើងនៅឋានកណ្ដាលនៅឡើយទេហើយអ្នកនៅនេះបងប្អូនគេចាប់ផ្ដើមលក់អត់ទៅពីលក់ហត់ហើយគេនាំគ្នាញ៉ាំអីហើយថ្ងៃនោះខ្ញុំបានទៅញ៉ាំទេអត់មានបានអីសោះហ្មងដោយសារថាមនុស្សច្រើនហើយម្យ៉ាងទៀតរបស់របរមិនត្រូវចិត្តនិយាយទៅថតវីដេអូហ្មងហើយចង់ដឹងពីការរស់នៅរបស់គេតែប៉ុណ្ណឹងអត់មានអីទេទៅណាម្ដងមានពុះពីអីទេពួកឯអារម្មណ៍នៅតែជាមួយស្រុកខ្មែរហ្នឹងខ្ញុំរាល់ថ្ងៃនេះនឹកតាក្តាមខ្យងខ្ចៅគ្រឿងសមុទ្រស្រុកខ្មែរហ្នឹងនិយាយពីថានឹកអត់លហើយខ្ញុំមុនដំបូងថាខ្លាចអត់ប្រហុកខំបិចប្រហុកមកឥឡូវមិនឃ្លានប្រហុកអីមានអីតែឃ្លានតែគ្រឿងក្តាមខ្យងនោះវិញណែវាអញ្ចឹងខ្ញុំខំពេញប្រហុកមកឥឡូវអត់ឃ្លានប្រហុកទេបងប្អូនហើយឃ្លានក្តាមខ្យងខ្ចៅហើយដល់អាកូនត្រីទូស្លមជូរនោះអើយអាប្រហែលមុខនឹងនិយាយពីថាឃ្លានមែនមិនឃ្លានធម្មតាទេទោះទៅសារក៏វាមិនបានទៀតដល់ពេលខ្ចៅខ្យងនេះគ្រឿងសមុទ្រញ៉ាំវាអត់ឆ្ងាញ់ដូចអាខ្ចៅអាខ្យងរបស់យើងទៀតគិតទៅជីវិតមនុស្សអញ្ចឹងវាមិនបានគ្រប់10ទេវាបានមកនៅនេះគេហៅថាការងារសង្គមឬមួយក៏ការរស់នៅគេវាល្អប៉ុន្តែអាការញ៉ាំហ្នឹងវាមិនត្រូវចិត្តនេះវាពិបាកវេទនាអញ្ចឹង